អ្នកធ្លាប់គិតទេថានៅពេលយប់ពេលដែលផ្ទះស្ងប់ស្ងាត់មិនមានអ្នកណាម្នាក់នៅជាមួយអ្នកនោះឡើយតែហេតុអ្វីបានជាមានអ្វីមួយកំពុងតែឈរមើលអ្នករឿងរ៉ាវដែលអ្នកទាំងអស់គ្នាកំពុងស្ដាប់នេះមិនមែនជារឿងនិទាននោះទេប៉ុន្តែវាជាករណីពិតដែលកាមេរ៉ាសុវត្ថិភាពបានថតបានយ៉ាងច្បាស់នៅប្រទេសអង់គ្លេសមានបុរសម្នាក់រស់នៅម្នាក់ឯងក្នុងផ្ទះចាស់មួយដែលសាងសង់តាំងពីជាង100ឆ្នាំមុនឯណោះគាត់បានដាក់កាមេរ៉ា CCTV នៅក្នុងបន្ទប់ទទួលភ្ញៀវដើម្បីការពារចោលនៅយប់មួយគាត់បានចាក់ចេញទៅខាងក្រៅហើយគ្មានអ្នកណាម្នាក់នៅទីនោះទេព្រឹកថ្ងៃបន្ទាប់គាត់បានបើកមើលវីដេអូកាមេរ៉ានៅម៉ោងប្រហែល 2:17 នាទីព្រឹកនៅពេលនោះគាត់បានប្រទះឃើញអ្វីមួយសឹងតែធ្វើឲ្យគាត់មិនអាចដកដង្ហើមបាននៅក្នុងវីដេអូឃើញក្មេងស្រីម្នាក់សក់វែងស្លៀករ៉ូបស្ដើងដើរចេញពីជញ្ជាំងហាក់បីដូចជាជញ្ជាំងនោះមិនមានអ្វីរារាំងនាងនោះឡើយនាងដើរឆ្លងកាត់បន្ទប់យឺតហើយបាត់ទៅវិញនៅជញ្ជាំងម្ខាងទៀតបញ្ហាដែលធំបំផុតគឺបុរសនោះមិនមានកូននោះទេហើយនៅយប់នោះក៏គ្មានអ្នកណាម្នាក់នៅក្នុងផ្ទះផងដែរគាត់បានហៅអ្នកជំនាញមកពិនិត្យមើលកាមេរ៉ារបស់គាត់ពួកគេពិនិត្យឃើញថាគ្មានសញ្ញាកាត់តវីដេអូមាន reflection កញ្ចក់គ្មានបញ្ហាបច្ចេកទេសជាដើមវីដេអូត្រូវបានថតជាបន្តបន្ទាប់ដោយគ្មានការឈប់នោះទេហើយក្រោយមកគាត់ក៏បានចាប់ផ្ដើមស្រាវជ្រាវអំពីប្រវត្តិផ្ទះហើយបានដឹងថាកាលពីជាង70ឆ្នាំមុនមានក្មេងស្រីម្នាក់ស្លាប់នៅក្នុងផ្ទះនោះដោយគ្រោះថ្នាក់យ៉ាងអាថ៌កំបាំងអ្នកជិតខាងចាស់បាននិយាយថាពេលយប់ពួកគេបានឃើញពន្លឺចម្លែកនិងឮសំឡេងជើងដើរនៅក្នុងផ្ទះបន្ទាប់ពីបានឃើញវីដេអូនោះបុរសម្នាក់នោះមិនហ៊ានគេងនៅក្នុងផ្ទះតែម្នាក់ឯងទៀតនោះទេគាត់បានផ្លាស់ចេញដោយទុកផ្ទះនោះឲ្យចោលនៅទទេកាមេរ៉ានៅតែដំណើរការប៉ុន្តែគាត់មិនហ៊ានបើកមើលវីដេអូនៅពេលយប់ទៀតនោះឡើយរឿងនេះអាចជាការបំភាន់ភ្នែកឬបច្ចេកទេសដ៏អរអួលនៅផ្នែកណាមួយក៏ថាបានប៉ុន្តែសំណួរដែលជាចម្ងល់នោះគឺបើគ្មាននរណាម្នាក់នៅក្នុងផ្ទះនោះតើអ្វីដែលកាមេរ៉ាបានថតជាប់តើវាជាវិញ្ញាណឬជាអ្វីមួយដែលវិទ្យាសាស្ត្រមិនទាន់អាចពន្យល់បានសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក